Chùm điệp xua, lục ta đủ dế ôm pung mình bằng ôn chỉ tì group sửa lánh ca rộp an chụp nia xa từ thâm mấy một can liệt trấy mọi lông bật ngày đi đáy nhưng vừa chỉ sạch rừng muối rừng pính rồi bằng ôn prey mất đập chỉ ca làm san không pê liệt trấy ta có mọi khát pê dú dương mà chụp sạch rừng dương mình chùm đón chân thá dùm lên cọng đàm bổ đã rừng đúng rôn thốt đi có bự bựយ៉ាងណាទៅស្ដាប់ទាំងអស់គ្នាបងប្អូនអ្នកធ្លាប់ជឿទេថាវិញ្ញាណដែលស្លាប់ទាំងអយុត្តិធម៌មិនបានបដិណាទេគេគ្រាន់តែរងចាំថ្ងៃដែលការពិតត្រូវបានលាតត្រដាងសួស្ដីប្រិយមិត្តទាំងអស់គ្នាមុននឹងចាប់ផ្ដើមស្ដាប់សូមកុំភ្លេចចុច like share និង subscribe ដើម្បីលើកទឹកចិត្តដល់ការផលិតរឿងនិទានថ្មីៗថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ភូមិដាច់ស្រយាលមួយដែលអ្នកភូមិជាច្រើននៅតែមិនហ៊ាននិយាយពីរឿងដែលបានកាត់ឡើងទោះបីជាវាបានកន្លងផុតជាច្រើនឆ្នាំក៏ដោយនៅជាជើងភ្នំមួយប្រិមិត្តក្នុងខេត្តកំពង់ឆ្នាំងមានភូមិតូចមួយឈ្មោះភូមិអន្លង់ថ្មពេលថ្ងៃវាជាភូមិស្ងប់ស្ងាត់មានវាស្រែពណ៌បៃតងនិងសំឡេងក្មេងៗរត់លេងប៉ុន្តែចម្លែកអីតែពេលយប់អ្នកភូមិភាគច្រើនតែងបិទទ្វារផ្ទះតាំងពីប្រលប់ហើយមិនសូវមាននរណាហ៊ានដើរឆ្លងកាត់ផ្លូវក្បែរវត្តឡើយនៅទីនោះមានដើមពោធិ៍ដ៏ធំមួយដែលមានអាយុកាលរាប់រយឆ្នាំមនុស្សចាស់ៗនិយាយថាក្រោយម៉ោង10យប់ប្រសិនបើអ្នកឈរនៅក្រោមដើមពោធិ៍ហើយឮសំឡេងស្ត្រីយំកុំងាកក្រោយជាដាច់ខាតព្រោះអ្នកប្រហែលជាមិនបានត្រឡប់មកវិញដូចដើមទេមនុស្សជាច្រើនគិតថានោះគ្រាន់តែជារឿងនិទានបន្លាចក្មេងៗតែប៉ុណ្ណោះរហូតដល់ហេតុការណ៍មួយបានកាត់ឡើងដែលធ្វើឲ្យអ្នកភូមិទាំងមូលរស់នៅក្នុងភាពភ័យខ្លាចអស់ជាច្រើនឆ្នាំក្នុងភូមិនោះមានក្មេងស្រីម្នាក់ឈ្មោះស្រីនាថនាងជាក្មេងស្រីស្រត់បូតឧស្សាហ៍ព្យាយាមរៀននិងស្រឡាញ់ម្ដាយរបស់នាងជាខ្លាំងបន្ទាប់ពីឪពុកបង្កើតទទួលមរណភាពម្ដាយរបស់នាងអ្នកស្រីសុភ័ក្របានរៀបការជាមួយបុរសម្នាក់ឈ្មោះវីរៈនៅចំពោះមុខអ្នកភូមិវីរៈជាមនុស្សសុភ័ក្ររៀបសារជួនកាលទៅត្រូវធ្វើអីជួយអាសាយកអាសាអ្នកភូមិអញ្ចឹងបងប្អូនប៉ុន្តែស្រីនាថតែងតែមានអារម្មណ៍ថាមានអាថ៌កំបាំងខ្មៅងងឹតមួយលាក់ខ្លួននៅក្នុងផ្ទះរបស់នាងមិត្តជិតស្នាលបំផុតរបស់ស្រីនាថគឺតារាគេទាំងពីរជាមិត្តនឹងគ្នាហើយអ្នករៀនជាមួយគ្នាទោះត្រឡប់ទៅផ្ទះទៅអីក៏ដោយក៏ទៅជាមួយគ្នាដែរថ្ងៃមួយតារាសង្កេតឃើញថាស្រីនាថលេងញញឹមដូចមុនហើយតែងតែមើលទៅក្រោយខ្នងនាងខ្លាចអ្នកណាម្នាក់កំពុងដើរទៅមើលតាមក្រោយខ្នងនាងពេលថ្ងៃជិតលិចស្រីនាថបាននិយាយទៅកាន់តារាថាបើថ្ងៃណាមួយបាត់ខ្ញុំសូមកុំស្វែងរកខ្ញុំអីតារាភ្ញាក់ផ្អើលថាហើយសួរវិញថាព្រាមថាមានរឿងអីស្រីនាថបាននិយាយអញ្ចឹងស្រីនាថគ្រាន់តែញញឹមហើយនិយាយថាថ្ងៃណាមួយឯងនឹងដឹងដោយខ្លួនឯងហើយមិនបាច់ចាំខ្ញុំនិយាយបកស្រាយច្រើនទេបន្ទាប់ពេលនោះស្រីនាថក៏ដើរចេញទៅតាមផ្លូវក្បែរវត្តដែលនាងដើរមានដើមពោធិ៍ធំបងប្អូនជាស្រែនិយាយទៅតិចដែលមានដើមពោធិ៍ធំនោះតាំងពីល្ងាចនោះមកស្រីនាថក៏មិនបានត្រឡប់មកផ្ទះវិញទៀតឡើយជុំអាថ៌កំបាំងទៅជាយ៉ាងណាប្រិមិត្តអ្នកភូមិនាំគ្នាដើរស្វែងរកពេញមួយយប់ម្ដាយរបស់នាងយំស្ទើរបាត់ស្មារតីគណៈអាចារ្យក្នុងវត្តបានបួងសួងឲ្យនាងមានសុវត្ថិភាពប៉ុន្តែនៅម៉ោងចិត្តអាត្រៀតអ្នកភូមិម្នាក់ដែលដើរទៅកាត់ដើមពោធិ៍បានលើសំឡេងស្ត្រីស្ទប់យ៉ាងស្រាលថាជួយខ្ញុំផងកម្មពិតនៅមិនទាន់ត្រូវបានលាតទេត្រដាងទេបន្ទាប់ពីបាត់សំឡេងស្រែកឲ្យជួយផងនោះដើមពោធិ៍បានខ្យល់វូដូចមានខ្យល់អីមកពីណាចឹងខ្យល់វូហើយជ្រុះស្លឹកឈើហ្នឹងពេញហ្នឹងបុរសមានណាបុរសនោះរត់ទៅទាំងភ័យស្លន់ស្លោមិនងាកក្រោយម្ដងណាឡើយដល់ក៏រត់ឡើងបាក់កញ្ញាំជ្រៅមក
បន្ទាប់មកមិនឡងមកស្អែករសៀលមកដល់តារាបានទៅបន្ទប់របស់ស្រីនាថបន្ទប់តូចមួយនៅដដែលសៀវភៅនៅលើតុខ្មៅដៃអីហ្នឹងហាក់ដូចជាម្ចាស់បន្ទប់នឹងត្រឡប់មកវិញចឹងប្រិមិត្តគណៈនោះកំពុងរៀបចំសៀវភៅតារាស្រាប់តែឃើញក្រដាស់តូចមួយលាក់នៅសៀវភៅលើក្រដាស់នោះមានតាំងបញ្ចុកខ្លីមួយបើខ្ញុំមានរឿងអ្វីសូមទៅរកដើមពោពេព្រះច័ន្ទរះពេញបរមីតារាអានហើយបេះដូងគាត់លាត់ញ៉ងប្រិមិត្តលាត់ញាប់មកតែហេតុអ្វីស្រីនាថសរសេរទុកបែបនេះតែនាងបានដឹងជាមុនថានឹងមានរឿងអ្វីកើតឡើងមែនឬយប់នោះព្រះច័ន្ទរះពេញវង្សតារាសម្រេចចិត្តទៅកាន់ដើមពោតែម្នាក់ឯងខ្យល់បក់មកទៅសៀហើយស្លឹកឈើវិញបក់បយតាមខ្យល់ហ្នឹងអង្គួរតិចហ្នឹងហើយខ្យល់មកត្រជាក់មកស្រាប់តែឃើញស្រមោលនារីស្លៀកពាក់ពណ៌សប្រិមិត្តឈរក្រោយដើមពោហ្នឹងហ្មងប្រិមិត្តឈរក្រោយដើមពោហ្នឹងហ្មងតារាឈរស្ងៀមមិនហ៊ានដកដង្ហើមទេហើយក៏អត់ហ៊ានបើកភ្នែកដែរគាត់បើកភ្នែកស្រឹមស្រមោលនោះលើកដៃចង្អុលទៅកាន់ខាងក្រោយវត្តហើយច្អល់ហើយបានបាត់ទៅហ្មងប្រិមិត្តបាត់ទៅក្នុងអាប់ពេលយើងអុបទៅពេលយប់បងប្រិមិត្តយើងមិនចុះអាប់ពេលបាត់ឈឹងហ្មងទៅតារាក៏សម្រឹងទៅទិសដែលស្រមោលបានចង្អុលនៅទីនោះឃើញខ្សែកក្រហមមួយដែលតារាចាំបានច្បាស់ថាជារបស់ស្រីនាថតែខ្សែកនោះទៅដល់ទីនោះដោយរបៀបណាហើយតើហេតុអ្វីកំពុងរងចាំតារានៅក្នុងព្រៃខាងក្រោយវត្តចាំយើងទៅបន្តទៀតប្រិមិត្តលុះពេលស្អែកឡើងតារាបានទៅក្រោមដើមពោនឹងម្សាទៀតគាត់សម្លឹងមើលខ្សែកក្រហមដែលគាត់រើសបាននៅលើដីហ្នឹងពិតជារបស់ស្រីនាថពិតមែនគេចាំបានច្បាស់ថាកាលពីថ្ងៃបុណ្យចូលឆ្នាំម្ដាយរបស់ស្រីនាថបានទិញខ្សែកនេះឲ្យកូនស្រីដោយម្ដាយគាត់និយាយថាទុកវាជាមត្តរូបម្ដាយនឹងការពារកូនជានិច្ចតារាសម្រឹងទៅកាន់ព្រៃខាងក្រោយវត្តដែលស្រមោលអាត់កំបាំងបានចង្អុលបង្ហាញទោះបីចិត្តភ័យក៏ដោយគាត់សម្រេចថានឹងមិនដើរចូលព្រៃតែម្នាក់ឯងទេនៅយប់នោះព្រឹកឡើងតារាបានទៅជួបអាចារ្យសុខុននោះជាឪរបស់តារាហ្នឹងគាត់កំពុងតែសម្អាតទីធ្លាវត្តហើយគាត់ឃើញតារាមកសួរគាត់បានសួរថាកូនឃើញអ្វីតារាបានរៀបរាប់គ្រប់យ៉ាងទាំងឃើញស្រមោលនារីម្នាក់ឈរក្រោយខ្នងគាត់ឬសំឡេងខ្សឹបនិងគាត់រើបានខ្សែកពណ៌ក្រហមអាចារ្យសុគន្ធស្ដាប់ដោយមិនកាត់សម្ដីឡើយបន្ទាប់មកគាត់និយាយយឺតថាពេលវិញ្ញាណមិនទាន់បានស្ងប់គេមិនមកបន្លាចដោយគ្មានហេតុផលនោះទេប្រហែលគេចង់ឲ្យអ្នកជួយរកការពិតហើយពុកតែខ្ញុំគួរធ្វើដូចម៉េចគុំប្រញាប់សន្និដ្ឋានត្រូវស្វែងរកភស្តុតាងមិនមែនដើរតាមការភ័យខ្លាចនោះទេនៅរសៀលថ្ងៃដដែលតារាបានទៅជួបលោកកងវុធីជីនីប៉ុសគេប្រកល់ខ្សែកក្រហមឲ្យទៅគាត់លោកវុធីយកវាទៅពិនិត្យយ៉ាងល្អិតល្អន់នេះអាចជាតម្រុយសំខាន់យើងត្រូវទៅពិនិត្យព្រៃខាងក្រោយវត្តម្ដងទៀតនៅល្ងាចនោះក្រុមសមត្ថកិច្ចនិងអ្នកភូមិប៉ុន្មានអ្នកបានចូលទៅក្នុងព្រៃនោះស្ងាត់ខុសធម្មតាសូម្បីតែសំឡេងបាក់សីអីប្រិមិត្តក៏ស្ងាត់ឬសំឡេងអីដែរស្ងាត់ឈឹងហ្មងពេលដើរបានប្រហែល100ម៉ែត្រមន្ត្រីម្នាក់បានស្រែកឡើងថាលោកនេះមកមើលនៅទីនេះនៅលើដីមានស្នាមជើងចាស់ជាច្រើននិងក្រណាត់មួយផ្ទាំងជាប់នឹងមែកឈើលោកវុធីជាមេប៉ុស្តិ៍បានលឺចឹងហើយបានក៏រត់ទៅមើលបានឃើញភស្តុតាងនឹងមែនលោកវុធីបានប្រមូលជាភស្តុតាងនៅពេលដែលមនុស្សទាំងអស់កំពុងតែពិនិត្យភស្តុតាងហ្នឹងស្រាប់តែខ្យល់បក់មក
vút luôn rồi vút cho mà khăng vào này đam chơi tụi tôi ấy rê trong đo đấy bầy mật đo đấy nè phum mà nè nên gì tiếng sầm lên nhò thà nhóm đội lưu sầm lên rồi boss này mình đắng ấy lưu straight tha nó crown thamo straight mà chắc là bầy mật lưu sầm lên straight té nè phum qua tha lưu sầm lên straight straight mà tha nơi chỗ nó crown thamo là cục hiền rong thì lần bông một cái nè nè na đi gì thì ao kia xảy ra chứ nè đi gì bàn tay mình lại lòi lúc một tí mình chưa được mọi tỷ bàn tay quát chúng ta chất oi trong càng nghe bóc quát đó lực thmo nó chỉnh làm thmo nó kia bàn khơi bật ọp này đầy tội mùi đầy tội nó chắc thì bề mật đây nó chắc thì đá chặt đam đo thằng hàng nhòa có cơ thà ta không bỏ nó miền vậy thế miền đường ở vậy bỏ nó miền ấy để không nắng được thì bao bỏ đòi prong vật giặt khá nông miền dập hơi cọt hẹn mùi các ba bầy mật đái sam bằng tịch bằng té nơi ai an bàn nơi tầm po trong cõi miền đã so đai rồi xe đòi đáy nó bao thành điện bầy mật nó bao thành điệnสิ่งที่บ้านเซธาเพราะฉะนั้นบ้านเนี่ยนามันเนี่ยบ้านอ่านสิเพลินดิส้มกลมชบสไปโรกาเปิดขยมเชื่อท่ามนุษย์ล้อเลยตายเมียนกรุ๊ปนี้อ่านให้น้องพี่มือหมกนี้ให้น้องพี่สงัดดาราเมียรำท่าเมื่อบอกเก๋กับปงพญาซาจงกลอยหมกกันเนี่ยได้รู้หนึ่งปนท้ายตุ่มปัวมันตัวเตะบ้านให้บัดปริมดให้บัดta nó chỉ lại hay bày mật hỏi ta thằng pon nước miên ăn cầm bằng với đài rồi na mà nè chỉ diêm lẹ nơi penu vì đấy lại chỉ nó bỏ sinh điện đó á cho mưa bây giờ ngay hay dùng lăng một can dịp hơi đòi tự một sợi slang tới khi na chả ram tề vận tái đà ra quát chả ram từ mưa đây rồi bỏ vì đấy đó trong bao sinh điện nắngผมพุ่งแต่ย่อมองไปหมดผมย่อมองย่อเพยคลายโดยมันดังแบบนี้โดยมีอะไรเรื่องการล้างจังซะอาจจะเพยเกี่ยวเราเคยเราบอกสิ่งนี้แต่บ้านเราเซ่ในขนมกรอบทมอนังซะเฮ้ยเพยมองรวมลงบ้านปีใบทั้งไงในขนมปอนกบ้านโลกวัดที่กวาดอังกุยมือกำหนดเหตุนังจะเพยกำหนดเหตุเราบอกสิ่งนี้ได้เราเซ่ông pi chỉ vật một trăm tháng ngày cái đây là máy quát trong oi vào đây rồi bỏ quát luôn nơi mình sẽ phải bằng cồn tay bánh hà muối đây cắt lang mà được quát bánh hà ở trong này vị đầm vừa bạp quát dúm thua quát ở đâu ấy vào đây có đằng thì ở thua bạo vị đầm riêng cày quát trắng này đấy xin biết ở đây bạp ở đây thì có bồi là ở đây đang bị bạ chất ấy chẳng thì nó to một tiết thi có bàn an to nơi tầm po xây tiết tha đại bắt là pe cắt hai thằng lê tha bắt tầm po năng muối cái bất miên bắt tề xin biết bàn cho xe hay còn hay chào còn xe hay chào tề hai tầm po muối tiết có bàn an hai còn xe tha lia bậc bụng đai pe cồn mình nơi chẳng nơi mưa thai mà đai chẳng thấy xong mà phải tôi xong mà chẳng tề hayสิ่งนี้ว่าแต่เซ่เรียบรอบโดยบทที่กดอ่านจังปริมัดบทที่กดอ่านเฮ้ยว่าบัตรเพย์จีจังตือไทยมันตัวดาราบันตือจูบเนี่ยใส่สุพีในแต่สอกไซโดยดาวดาราซัวยางตนกลนมิ่งใช่ทำไมนี้สิ่งนี้มีนจีเรียงจำไรจะไว้ตีเนี่ยใส่สุพีกัดมวยสันตูรุ่ยชลอยท่าเมียนยกมวยโกนขยมซัวเป็นท่าบ้าบัดเนียงตาไม้สระนอกขยมอันนัดขยมเต้เฮ้ยเนี่ยใส่สุพีก็ทางไม่ยีจังเฮ้ยสิ่งนี้ทางยีเล่นเต้เนี่ยไม่ยีเล่นเต้จังนะไอ้เปียพญาเปียนี้เพื่อเอาดาราการตายประกอบท่า
ស្រីនាតប្រហែលជាបានដឹងអត្ថកំបាំងអ្វីមួយមុនពេលនាងបាត់ខ្លួនរយៈពេលស្រីនាតបាត់ខ្លួនណាប្រិយមិត្តរយៈពេល1ខែជាងរកអត់ទាន់ឃើញទេតែដើមពោវិញឮសំឡេងអីប្លែកៗអ្នកដើរកាត់ហ្នឹងឮសំឡេងខ្សឹបស្រាខ្សឹបដាក់តិចអញ្ចឹងឲ្យជួយផងអីផងអញ្ចឹងទៅហើយនៅក្រោយវត្តព្រៃក្រោយវត្តអីហ្នឹងឮឃើញចម្លែកហើយលោកមេប៉ុស្តិ៍វត្ថុអីស្វាស្វែងរកនៅអត្ថកំបាំងអីតើមានរឿងអ្វីនៅឯដើមពោហ្នឹងហើយស្រីនាតបាត់ខ្លួនទៅណាហើយតែផ្ទះចាស់មួយកន្លែងមួយទៀតតែលោកវត្ថុដែលបានតន់ទៅរកជាមួយនឹងអាចារ្យខុំនិងជាមួយតារាអញ្ចឹងប្រិយមិត្តចាំស្ដាប់នៅវគ្គបន្តទៀតនៅសប្តាហ៍ក្រោយតែសាច់រឿងនេះវារឿងវែងបន្តិចខ្ញុំកាត់ជាពាក្យកណ្ដាលអញ្ចឹងទៅចាំសប្តាហ៍ក្រោយប្រិយមិត្តចាំស្ដាប់បន្តទៀតតើរឿងនឹងវាអត់កំបាំងមិនវាលាក់សាច់រឿងហ្នឹងទៅជាយ៉ាងម៉េចអញ្ចឹងប្រិយមិត្តសូមសេះតែប៉ុណ្្នឹងសិនទៅចាំស្ដាប់វគ្គ2បន្តទៀតណាប្រិយមិត្តសូមអរគុណបងប្អូនណាចូលមកមិនទាន់ចុច Subscribe ជួយ Subscribe ឲ្យមានម្នាក់មួយផងប្រិយមិត្តជាចុងក្រោយនិយាយខុសឆ្គងត្រង់ណាពាក្យពេចន៍ត្រង់ណាដែលនិយាយទៅជាប់មាត់ដិតអីសូមអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនតាយាយផងសូមអរគុណសូមជម្រាបលា